ជំនាញលក់បកកែត្រូវមានជំនាញសំខាន់ជាច្រើននៅក្នុងហ្នឹងខ្ញុំបង្ហាញជំនាញទី1សិនគឺជំនាញណែនាំនៅបង្ហាញអញ្ចឹងជាអ្នកលក់ត្រូវការជំនាញជាច្រើនដែរនៅក្នុងហ្នឹងតែនៅទី1ដែលយើងត្រូវតែមានដំបូងគេគឺជំនាញបង្ហាញនិងណែនាំភ្ញៀវអញ្ចឹងបើយើងលក់ទូរស័ព្ទយើងត្រូវចេះបង្ហាញទូរស័ព្ទទៅកាន់ភ្ញៀវអញ្ចឹងយើងត្រូវតែដឹងថាបង្ហាញគាត់បែបណា spec វាមិនបង្ហាញពីណាទៅណាបើសិនបើយើងលក់កុំព្យូទ័រយើងត្រូវចេះបង្ហាញថាកុំព្យូទ័រនោះវាយ៉ាងម៉េចបើយើងជាអ្នកលក់សម្លៀកបំពាក់យើងត្រូវបង្ហាញសម្លៀកបំពាក់អញ្ចឹងបើសិនបើយើងជាអ្នកលក់ trade យើងត្រូវធ្វើ demo ឲ្យគាត់មើលបើសិនជាអ្នកលក់ទំនាក់ទំនងយើងត្រូវចេះគូសវាឲ្យមើលថាវាមានប្រយោជន៍មិនចេះធ្វើប័ណ្ណបង្ហាញឲ្យគាត់មើលលក់អីក៏ដោយមិនថាលក់អីទេបើលក់ភេសជ្ជៈក៏ឲ្យគាត់តេស្តមើលដែរបង្ហាញដាក់តាំងបង្ហាញគាត់ឲ្យគាត់តេស្តមើលអញ្ចឹងត្រូវតែមានជំនាញហ្នឹងអញ្ចឹងបើយើងគិតថាជំនាញហ្នឹងស្រួលប៉ុន្តែមិនមែនទេជំនាញមួយនេះបើយើងច្បាស់គឺបាត់ការលក់បានតែម្ដងនៅពេលយើងបង្ហាញភ្ញៀវច្បាស់ហើយភ្ញៀវសម្រេចចិត្តបានហើយមិនចាំបាច់ទៅអីណាទៅគិតអីច្រើនទេអញ្ចឹងបើភ្ញៀវគាត់ឃើញប្រយោជន៍ត្រូវនឹងតម្រូវការគាត់មានលុយគាត់ទិញភ្លាមអញ្ចឹងត្រូវប្រយ័ត្នជំនាញនេះមើលទៅសាមញ្ញប៉ុន្តែត្រូវតែប្រយ័ត្នត្រូវបង្ហាញភ្ញៀវណែនាំភ្ញៀវឲ្យចំឲ្យត្រូវចំណុចហើយនឹងឲ្យត្រូវគាត់អ្វីដែលត្រូវគាត់ត្រូវចំណុចត្រូវគាត់ត្រូវពេលវេលាផងហើយប្រើប្រាស់សម្ដីដែលសមរម្យលក់បានភ្លាមប៉ុន្តែនៅពេលដែលយើងបង្ហាញគាត់ខុសឧទាហរណ៍ខ្ញុំទៅហាងទូរស័ព្ទមួយខ្ញុំចង់ទិញទូរស័ព្ទអីខ្ញុំប្រាប់រហូតដល់ខ្ញុំប្រាប់គាត់ថាខ្ញុំចង់បានទូរស័ព្ទមួយសម្រាប់ខ្ញុំមានកូនខ្ញុំវាឧស្សាហ៍បោកទូរស័ព្ទអញ្ចឹងខ្ញុំចង់បានទូរស័ព្ទមួយណាដែលធន់ហើយគាត់យក iPhone មកបង្ហាញខ្ញុំញញឹមដាក់គាត់ខ្ញុំថាខ្ញុំអត់ចេះប្រើទេដោយសារអីខ្ញុំចាស់ទី1ទី2ខ្ញុំអត់ចូលចិត្តអាកាន់ថ្មឲ្យមួយទៀតប្រព័ន្ធសុវត្ថិភាពវាខ្ពស់ពេកហើយវាថ្លៃពេកមែនតើទៅណាខ្ញុំប្រាប់គាត់ថ្លៃកូនខ្ញុំបោកខ្ញុំស្ដាយលុយអញ្ចឹងតើមានអាណាដែលសមខ្ញុំអត់អញ្ចឹងគាត់យក N.7 មកបាទអញ្ចឹងគេយក N.7 មកអញ្ចឹងយក N.7 មកសមនឹងអត់បាទខ្ញុំក៏ញញឹមដាក់គាត់ទៀតថាអូនមានអាណាដែលថ្លៃជាងហ្នឹងហើយសមជាងហ្នឹងឯងសម្រាប់បងឬក៏បងសមនឹងN.7 ហ្នឹងឯងគាត់ថាពូឯងតើប្រើ N.7 ហ្នឹងឯងមិនសមបាទខ្ញុំក៏សម្រេចចិត្តអត់ទិញដំណឹងដែរពូលគឺគាត់អត់មានជំនាញណែនាំបាទព្យានឹងអត់មានជំនាញណែនាំខ្ញុំបានត្រឹមញញឹមហើយខ្ញុំដើរចេញហើយខ្ញុំទិញហើយគ្រួសាររបស់ខ្ញុំគាត់សើចថាម៉េចក៏អត់ទិញថាបើបងចង់ទិញតម្លៃត្រឹម800ត្រឹម700កាលនោះខ្ញុំចង់ទិញ Samsung ទេអញ្ចឹងអ្នកលក់ហ្នឹងគាត់អត់ដឹងបង្ហាញខ្ញុំថាចូលចិត្ត iPhone គាត់ឲ្យ N.7 អញ្ចឹងធ្វើឲ្យខ្ញុំមានអារម្មណ៍មួយតែចំអ្នកលក់ហ្នឹងអត់ចេះបង្ហាញផងហើយអាផ្សេងកាពេហ្នឹងហើយបើលក់ N.7 $30ហ្នឹងគាត់ចំណេញផ្សេងਜੇបើគាត់បង្ហាញត្រឹម$200មកមិនដែរមិនខ្ញុំអាចទិញអញ្ចឹងណាអញ្ចឹងអស់លោកស្រីណាជំនាញបង្ហាញនេះសូមប្រយ័ត្នវាសាមញ្ញមែនប៉ុន្តែសូមប្រយ័ត្នមើលអ្នកលក់អ្នកទិញហ្នឹងមិនអាចសួរនាំគាត់សិនហើយចាំបង្ហាញក៏ជារឿងល្អដែរកុំបង្ហាញផ្ដេសផ្ដាសប្រយ័ត្នគាត់អត់ទិញអញ្ចឹងនៅពេលដែលបង្ហាញរបស់ត្រូវគាត់ទិញភ្លាមមកពីព្រោះធម្មតាគាត់ទៅទិញហើយតែបើយើងបង្ហាញអត់ត្រូវសាច់រឿងស្មើជាងអត់វិញអញ្ចឹងកុំឃើញវាសាមញ្ញតែត្រូវប្រយ័ត្នថាយើងមិនចេះលក់គឺយើងអត់ចេះបង្ហាញអត់ចេះណែនាំណាសូមប្រយ័ត្ន